មនុស្សជុំវិញខ្លួនមនុស្សនៅជុំវិញខ្លួននេះពិតជាសំខាន់ខ្លាំងណាស់ព្រោះឥទ្ធិពលរបស់ពួកគាត់អាចលើកអ្នកឲ្យឡើងខ្ពស់ហួសពីការនឹកស្មាននិងអាចទាញអ្នកឲ្យធ្លាក់ចុះលើសពីការរំពឹងទុកបើអ្នកជាមនុស្សខ្សោយប្រកបណាស់អ្នកនឹងត្រូវបរិយាកាសជុំវិញខ្លួនអូសទាញអ្នកឲ្យរស់នៅរបៀបមនុស្សទូទៅធម្មតាដូចជាពួកគាត់ដែរហើយអ្នកនឹងមិនអាចខ្លាចជាមនុស្សអស្ចារ្យអ្វីលើសពីកម្រិតនៃការគិតដូចជាពួកគាត់បានឡើយមានន័យថាអ្នកនឹងរស់នៅតាមការចូលឃើញដែលមើលអ្វីត្រឹមភ្នែកក៏វាតម្លៃហើយតែងតែប្រែប្រួលតាមអារម្មណ៍ឡើងចុះទៅតាមអ្វីដែលជួបប្រទះរាល់ថ្ងៃបើអ្នកជាមនុស្សខ្លាំងវិញប្រកបណាស់អ្នកនឹងក្លាយជាមនុស្សខុសគេក្នុងចំណោមមនុស្សជុំវិញខ្លួនអ្នកព្រោះក្នុងខ្លួនអ្នកពេញដោយក្តីសង្ឃឹមដោយសារអ្នករស់នៅមានគោលដៅជីវិតមានវិន័យមានភាពជឿជាក់លើខ្លួនឯងហើយអ្វីដែលអ្នកធ្វើពីមួយថ្ងៃទៅមួយថ្ងៃនោះនឹងជួយជំរុញឲ្យអ្នកកាន់តែរឹងមាំដែលផ្លាស់ប្ដូរអ្នកឲ្យខុសប្លែកពីមនុស្សជុំវិញខ្លួនអ្នកបើអ្នកអនុញ្ញាតឲ្យអ្នកជុំវិញខ្លួនអ្នកមានឥទ្ធិពលលើអ្នកបានស្មើនឹងអ្នកប្រកួតជីវិតរបស់អ្នកឲ្យគេគ្រប់គ្រងហើយអ្នកនឹងក្លាយជាមនុស្សដូចគ្នាជាមួយពួកគាត់ដែរប៉ុន្តែបើអ្នកអនុញ្ញាតឲ្យខ្លួនឯងរស់នៅដើម្បីសម្រេចក្តីសុបិនរបស់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សដែលអ្នកចង់ក្លាយជានៅថ្ងៃអនាគតជាមិនខាន